ចម្លងដោយ TurboScribe ចូលទៅកាន់ Unlimited ដើម្បីលុបសារនេះយើងបដិសេធមិនចុះហត្ថលេខាប្រជាជនចិននឹងមិនភ្លេចរឿងនេះឡើយថ្ងៃដ៏ស្រពេចស្រពេលចាប់ពីថ្ងៃទី18ខែកញ្ញាទៅយើងខ្ញុំបានតស៊ូអស់រយៈពេល10ឆ្នាំយើងជាជនជាតិចិនលេងបីចុងក្រោយបានល្អដីមួយអ៊ីងនឹងមិនត្រូវបានផ្ដល់ឲ្យឡើយសិស្សានុសិស្សពេលវេលាសំខាន់ក្នុងប្រវត្តិសាស្ត្រពេលវេលាជិតមកដល់ហើយការផ្សព្វផ្សាយជាសាធារណៈប្រកាសចូលស្បោះអ្នកប្រាជ្ញភាគច្រើនលើសលប់ជាមួយពួកគេការប្រកួតប្រជែងភាគច្រើនលើសលប់នៃពួកគេភាគច្រើនលើសលប់លេខស្របតាមគោលការណ៍ដ៏អស្ចារ្យបង្រួបបង្រួមជ័យជំនះយុទ្ធធម៌មិនអាចត្រូវបានលុបចោលបានទេពីព្រោះយុទ្ធធម៌នឹងមានជានិច្ចនៅពេលនេះខ្ញុំពិតជាផ្ទុះកំហឹងយ៉ាងខ្លាំងខ្ញុំខឹងខ្លាំងណាស់ហេតុអ្វីមិនអាចធ្វើបានតើជនបរទេសពិតជាអាចធ្វើបែបនេះបានទេតើជនជាតិចិនមិនអាចធ្វើបែបនេះបានទេប្រកាសគាត់បានវាយមួយដៃបែរមុខទៅ100ដងនាមត្រកូលរបស់គាត់គឺយើងមិនរស់នៅក្នុងពិភពលោកដែលមានសន្តិភាពទេនៅក្នុងសម័យកាលនេះយើងគ្រាន់តែរស់នៅក្នុងសម័យកាលមួយប្រទេសមួយដែលមានសន្តិភាពអ្វីដែលហៅថាទុកវេទនាពីការអាម៉ាស់មុខរបស់ប្រជាជនចិននោះហើយជារបៀបដែលនិយមន័យបានកើតឡើងសួស្ដីសមិទ្ធឲ្យអ្នកបានខិតខំធ្វើការណាស់ប្រទេសចិននៅក្នុងយុគសម័យថ្មីគឺរួចទៅហើយទេសភាពផ្សេងគ្នាប្រទេសជាតិដ៏រុងរឿងនិងកងទ័ពដ៏រឹងមាំមានអំណាចខ្លាំងការបង្កើតបំបែកចាប់ផ្ដើមលោកនាយករដ្ឋមន្ត្រីជូបានមានប្រសាសន៍ថាមិនមានថវិកាគ្រប់គ្រាន់ទេយើងនឹងហោះហើររយៈពេល2ខែ70ឆ្នាំគឺគ្រាន់តែជាការព្រិចភ្នែកប៉ុណ្ណោះយន្តហោះរបស់យើងលែងអាចហោះហើរបានទៀតហើយខែទី2ខ្ញុំគិតថានៅពេលនេះយើងគ្មានជម្រើសអ្វីក្រៅពីដើម្បីលួងលោមព្រះចៅអធិរាជចុងក្រោយយុគសម័យដ៏រុងរឿងនេះគឺដូចជាបំណងប្រាថ្នារបស់អ្នកប្រទេសចិនជាប្រទេសមួយដែលមានប្រជាជនចំនួន 5000 នាក់អរិយធម៌1 4000 លានឆ្នាំមនុស្ស1 4000 លាននាក់ដែលខិតខំធ្វើការមនុស្សក្លាហាន1 960ពលរដ្ឋហ្វូកាំង100,000អ្នកពីចម្ងាយទឹកដីនិងប្រទេសជាតិការគំរាមកំហែងណាមួយពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងហើយសម្ពាធណាក៏ដោយដែលពួកគេប្រឈមមុខគឺមិនអាចទទួលយកបានឡើយត្រូវបានបង្ក្រាបឡើយយើងមិនដែលបង្កបញ្ហាទេហើយយើងក៏មិនខ្លាចដែរករណីយើងនឹងពឹងផ្អែកលើភាពប្រាកដប្រជារបស់ប្រទេសចិនធ្វើឲ្យពិភពលោកមិនប្រាកដប្រជាមានស្ថិរភាពការគំរាមកំហែងសង្គ្រាមផ្ទាល់នឹងមិនអាចក្បត់បានការរត់គេចខ្លួនរបស់ប្រជាជនចិនចំនួន1 4000 លាននាក់ការបន្ទាទោសចំពោះបាតុក្រិតអនាគតរបស់ប្រទេសចិនជារបស់អ្នកន័យ